សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានចូលរួមជាភ្ញៀវកិត្តិយសក្នុងការសម្ពោធខ្សែភាពយន្តរបស់បងប្អូនប្រុសព្រីកាថ្ងៃនេះដែរគឺជាសកម្មភាពខ្លះៗក្នុងអំឡុងពេលសម្ពោធអូខេឥឡូវនេះបានសុខអត់ទេនេះកំតែចាំចូលទៅ